សាធុទិននេះគឺជាខ្សែអត្ថសម្លេងព្រះធម៌មេរៀនព្រះអភិធម្មកាសែតទី26ចំហៀងទី1រិកិរិយានមសកាថ្វាយបង្គំនៃខ្ញុំព្រះករុណាចូលមានដល់ព្រះធម៌មានព្រះភិយអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនៅញៃយាធម៌ទាំងពួងឲ្យប្រពៃចំពោះព្រះអង្គអត់មានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយខ្ញុំព្រះអង្គសូមនមស្ការថ្វាយបង្គំចំពោះគុណព្រះរតនត្រ័យដោយសេចក្តីគោរពជ្រះថ្លានៅក្រៃលែងបាទថ្ងៃនេះមុននឹងបន្តមេរៀនរបស់យើងនឹងបកស្រាយសំណួរខ្លះសប្តាហ៍មុនទុកក្តារសំណួរក្នុងនេះ3ឥឡូវសល់តែ1តើណាបាត់អស់អត់តាន់បានបកស្រាយក្នុងលត់ទុកបាទមានសំណួរមកពី10បាតខ្ញុំម្ចាស់ឈ្មោះសឹមបៈ10បាតចឹងហ៎ណាសូមសួរគ្រូមណ្ឌលមនីរដ្ឋទី1អំពីការរលាស់ទឹកនិងប្រសង់លាស់ទឹកទី2អំពីទឹកដោះគោជាភេសជ្ជៈសូមប្រគុណម្ចាស់ជួយបំភ្លឺឲ្យទៀនផងថ្វាយបង្គំពីចម្ងាយគុណម្ចាស់ជ្រាបលាស់ទឹកសួរថាម៉េចប្រកែអត់ទេម៉េចណាតាមពិតនោះរឿងហ្នឹងមិនមែនជារឿងដែលគេមិនដឹងទេណាដឹងណាស់ហើយណារឿងយ៉ាងណាដែលពុទ្ធសាសនាព្រានបដៅអំពីកម្មផលអីយ៉ាងម៉េចនោះគ្រាន់ថាយកចិត្តទុកដាក់ដឹងឬក៏មិនយកចិត្តទុកដាក់តែប៉ុណ្ណោះណាឥឡូវមិនថាខុសឬក៏ត្រូវអីយ៉ាងណាទេប៉ុន្តែគ្រាន់តែផ្ដាំថាវាមិនគួរធ្វើណាមិនគួរទេបើធ្វើទៅរលាស់អីហ្នឹងមិនជាការហាម5អីទេប៉ុន្តែសិក្សាមើលសក្ខីវត្តផងទៅតើភិក្ខុសាមណេរចូលទៅចន្លោះស្រុកហ្នឹងត្រូវបិទកែងដៃឲ្យចិត្តយ៉ាងណាហើយបើយើងគោរពបដិបត្តិតាមព្រះវិន័យគឺมันអាចយកដៃទៅកន្លោះបានព្រោះដៃជាប់ក្ដុំណាព្រោះជីវរត្រូវដេកក្ដុំយើងហៅលេវអាវជីវរមានលេវមួយសម្រាប់បិទដៃនឹងឯងណាកាលណាអត់មានក្ដុំហ្នឹងដូចជាខ្យល់អីប៉ះពេលដើរទៅវារសើយជីវរក្នុងសម័យនោះព្រះអនន្តលោកទៅបិណ្ឌបាតខ្យល់គួចទៅវាប៉ើងជីវរលោកអញ្ចឹងបានព្រះអង្គអនុញ្ញាតក្ដុំណាក៏បីយកចិត្តទុកដាក់សិក្សាកន្លែងហ្នឹងផងហើយតែកាលណាដាក់ក្ដុំវាចិត្តហ្នឹងត្រឹមកដៃហ្នឹងឯងណាបិទត្រង់កដៃហ្នឹងដើម្បីបាំងកែងដៃហើយដល់យើងកន្លោះវាត្រូវតែបលិចដៃឲ្យវែងបន្តិចណាបលិចចេញដៃវែងអាហ្នឹងសិក្ខីវត្តហ្នឹងកាត់ទោសហើយអាហ្នឹងគ្រាន់តែបលិចដៃចេញមកហើយដល់កន្លោះទៀតដៃវានៅមិនស្ងៀមអីဖိលទៅវាចូលពេលហុបចាលកាំងអន្តរករេនិស័យទិសាមិតិសិក្ខាករណីយាអ្នកពេលឧបចារកាំងវិខមិនកប់3ធ្វើសេចក្តីសិក្សាថាអាត្មាអញមិនកប់3ឆ្កាដៃវាជួយឆ្កាដៃឆ្កាជើងអាហ្នឹងក្នុងប្រយោគនៃសិក្ខីវត្តណានឹងវាមិនមែនខុសតែពីលោកទេអាត្មាថាបើថាទាំងអស់គ្នាបដ ாய் ទៅបើថាឲ្យតែលោកនឹងលោកខឹង មកវិញ្ញាណញោមពុទ្ធបរិស័ទហ្នឹងវាចូលចិត្តអាខាងនឹងដែរ
បុរាណថាម៉េចទំពុវាទៅភ្នៅវាមកណាដូចខូចសិលធម៌អីនោះបន្ទោសតែប្រុសហ្នឹងឯងហ្នឹងហើយលោកទៅកន្លោះអីបើយើងអត់ចង់បានទឹកផងវាយើងហ្នឹងឯងអ្នកចង់បានហ្នឹងបានគេចេះតែកន្លោះហ្នឹងហើយបើញាតិញោមខ្លះហ្នឹងអង្គុយក្រោយដូចវាមិនបានប៉ះទឹកអង្គិលចូលមុខណាហើយបនខ្លះគេផ្លាស់ពីទឹកទៅផ្កាហើយដាក់ក្របស្ករខ្លះផងលោកចោលលេងបដ ாய் នឹងភូអូបានត្រូវក្បាលមួយនឹងអបានលៀបបានជ័យនឹងអត់ដឹងថាចិត្តលោកកំពុងតែចង់លេងហ្នឹងវាជាបាបហើយណាដូចទទួលផលបាបពីលោកអញ្ចឹងនឹងវាទាំងសងខាងมันអាចបន្ទោសតែលោកបានទេអញ្ចឹងបានពុទ្ធបរិស័ទហ្នឹងត្រូវតែសិក្សាឲ្យយល់ចូលចិត្តកន្លែងហ្នឹងដើម្បីជួយកំពីពុទ្ធឱវាទណាហើយវាមានវិបត្តិច្រើនណាស់ដោយសារតែយើងពឹងផ្អែកទៅលើទឹកមុនហ្នឹងវិបត្តិយ៉ាងម៉េចគឺយើងអត់បានយកចិត្តទុកដាក់នឹងព្រះបរិត្តទេអត់បានគោរពក្នុងព្រះបរិត្តហើយមិនបានតាំងចិត្តស្ដាប់យកព្រះបរិត្តយកទៅគោរពបដិបត្តិទេគឺចង់បានតែទឹកមុនហ្នឹងតែប៉ុណ្ណោះនឹងសង្កេតពិនិត្យមើលពេលដែលយើងចង់បានលោកកន្លោះទឹកហ្នឹងតែយើងចង់ស្ដាប់ពាក្យពេចន៍ពោលឬក៏ចង់បានសេរីសួស្តីមកវិញណាចង់បានតែសេរីសួស្តីបានទឹកហ្នឹងណាហើយសល់ពីលោកកន្លោះទៅយកទៅផឹកផងយកទៅងូតផងយកទៅលុបមុខផងអូយសិតតែធ្លាប់ហើយណាសេរីសួស្តីពីណាមកណាចង្រៃគឺចិត្តបាបណាអត់ព្រមឃើញចង្រៃគឺចិត្តបាបហ្នឹងឃើញទេវាភ្លេចរឿងជឿកម្មផលអត់ទៅវាទៅជាវាបានធូរស្បើយមែនហ្នឹងឯងព្រោះរោគខ្លះវាកើតអំពីចិត្តជាសមុទ្ឋានហើយដល់តែដាក់ចិត្តជឿទៅលើទឹកមុនអញ្ចឹងទៅវាដូចជារៀងស្រាកបន្តិចណាដូចតែមានទីពឹងអាហ្នឹងទៅដូចស្រាកបន្តិចមកតាមពិតវាមិនមែនមកពីទឹកមុនហ្នឹងធ្វើឲ្យវាស្រាកទេមកពីចិត្តរបស់យើងអញ្ចឹងបើគេមានពេទ្យចិត្តវិទ្យាណាពេទ្យចិត្តសាស្ត្រគេមើលទំនោរចិត្តយើងអញ្ចឹងទៅនិយាយទៅដូចត្រូវអញ្ចឹងទៅណាគ្រាន់តែទៅដល់លោកគ្រូទាយណាមុខមកហ្នឹងមុខខ្មោចជន់ណាថាត្រូវរៀងត្រូវបន្តិចហ្នឹងស្រឡះមានទំនុកចិត្តមួយលោកគ្រូហ្នឹងគ្រូស្រោចទឹកឲ្យថាតិចលហឹមតាមពិតឯងជិះម៉ូតូមកក្តៅត្រូវទឹកវាមិនតិចហើយតិចធូថាវាមានគុណសម្បត្តិដែរត្រង់ថាអ្នកជំងឺហ្នឹងមានសេចក្តីសប្បាយចិត្តណាសប្បាយចិត្តបានជាអំពីជំងឺណានិយាយច្រើនទៅវានាំទៅបញ្ហាប៉ុន្តែគ្រាន់ថាពុទ្ធបរិស័ទក៏បីជ្រាបទៅបើរលាស់អីក៏រលាស់ទៅលោករលាស់អីក៏រលាស់ទៅបើប្រពៃណីធ្លាប់ធ្វើហើយក៏ប៉ុន្តែឲ្យដឹងថាព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គចម្រើនព្រះបរិត្តដែរណាគេច្រើនយកតាមព្រះអនន្តពេលសម្ដែងរតនសូត្រនោះពេលក្រុងវេសាលីកើតទុរភិក្ខអត់បាយកើតរោគណាកើតរោគកាលនោះឯងព្រះអង្គឲ្យព្រះអនន្តយកទឹកទៅអញ្ចឹងមែនណាព្រះអនន្តប៉ុន្តែអត់មានកន្លោះដាក់មនុស្សណាទេណាដើរតាមកំពែងនគរនឹងឯងលោកហើយស្វាត់ជាយនៅព្រះរតនសូត្រពួកអមនុស្សពួកអីហ្នឹងក៏បាក់បបខ្លាប់ខ្លាចអស់ទៅហើយមានបានកន្លោះដាក់នៅណាហើយដល់តែយើងយកតាមព្រះអនន្តយកមកធ្វើកន្លោះដាក់បដ ாய் ណាហើយអាងណក់ព្រះអនន្តក៏លោកដាក់ទឹកអញ្ចឹងដែរមិនសួរថាលោកមានកន្លោះដាក់នរណាម្នាក់ទេអត់ជាតំណាងចិត្តមេត្តាគឺអមនុស្សវានៅពេញនឹងឯងទៅជាកើតរោគស្លាប់មនុស្សរាប់សិបកាលនោះហ្នឹងអំណាចព្រះបរិត្តនឹងឯងក៏ធ្វើឲ្យទុរភិក្ខគ្រាអំណត់អត់ឃ្លានហ្នឹងមិនដល់រធានបាត់ទៅ
អាហ្នឹងបើយើងបានជាធ្វើតាមដំណើរព្រះអរិយបុគ្គលហើយយើងធ្វើឲ្យត្រូវទៅតើលោកធ្វើយ៉ាងម៉េចណាហើយដល់តែយើងយកមកធ្វើខុសសោះយើងអាងលោកណ៎ព្រះអនន្តក៏ធ្វើអញ្ចឹងដែរអញ្ចឹងមានន័យថាព្រះអនន្តធ្វើខុសដូចយើងដែរណាវាមានន័យអញ្ចឹងណាវាមានន័យអញ្ចឹងព្រះអនន្តអត់បានទៅកន្លោះដាក់ណាទេណាជាការផ្សាយមេត្តាសម្ដែងព្រះធម៌ឲ្យដឹងថាព្រះអរិយបុគ្គលនឹងលោកបានត្រាស់ដឹងធម៌យ៉ាងនេះគុណនៃព្រះសង្ឃនឹងយ៉ាងនេះដើរប្រាប់ឲ្យពួកអមនុស្សនឹងដឹងកុំឲ្យជ្រុកងប់នៅក្នុងរឿងបៀតបៀនគ្នានោះណាហ្នឹងក្នុងរតនសូត្រហ្នឹងដែលលោកស្វាត់ជាយហ្នឹងញាតិញោមជ្រាបណាតែដល់យើងវាយកមកคลายណាមកคลายទៅវាទល់តែត្រូវទឹកមុនបានប្រកែហ្នឹងថាមិននិយាយទេនិយាយទៀតបាត់ហើយណារឿងអញ្ចឹងហ្នឹងវាមានគុណវិបត្តិច្រើនជាងគុណសម្បត្តិណាមិនមែនថាមិនល្អសោះទេវាល្អខ្លះដែរត្រង់ថាធ្វើឲ្យពុទ្ធបរិស័ទនឹងយល់ចូលចិត្តប៉ុន្តែច្រើនតែយល់ខុសណាហើយយល់ត្រូវនឹងវាតិចដោយអំណាចហ្នឹងឯងតែម្យ៉ាងទៀតវាខុសសាមណេរហ្នឹងជួនកាលវាមិនមានការងារអីមិនដឹងធ្វើការងារអីចិត្តតែបកើតចឹងទៅបកើតគឺថាការងារសំខាន់រឿងធ្វើអញ្ចឹងទៅព្រោះវាអត់មានការងារអីប្រសើរជាងហ្នឹងដើម្បីដឹកនាំពុទ្ធបរិស័ទហ្នឹងអញ្ចឹងដល់វាខ្វះសមត្ថភាពទៅក៏ចេះតែត្រូវតែរក្សាប្រពៃណីហ្នឹងតទៅទៀតអញ្ចឹងទៅដូចមកធ្លាប់និយាយឲ្យដូចថាបើមិនដាក់បាសដាក់ខារ៉ាអូខេក្នុងវត្តទេនឹងមនុស្សគេមិនមកអញ្ចឹងដល់ទៅយកអាគ្រឿងស្វឹងគ្រឿងអីហ្នឹងមកដាក់ក្នុងវត្តទៅបើមនុស្សមកហើយហ្នឹងមកពីអីមកពីខ្វះសមត្ថភាពដឹកនាំមនុស្សដល់ទៅយករឿងខុសនឹងពុទ្ធសាសនាយកមកដាក់ទៅបានធ្វើឲ្យមនុស្សច្រើនហើយអួតគ្នាដោយសារមកច្រើនណាមកពីអីវាមកពីរឿងមិនមានសមត្ថភាពក្នុងការបញ្ញែបញ្យលពុទ្ធបរិស័ទនឹងឯងណាហើយឲ្យលះបង់អត់ហ៊ានលះទេតាមវត្តជនបទអីហ្នឹងឥឡូវធ្វើបុណ្យធ្វើទានកឋិនអីសុំសនំពរកុំឲ្យដាក់បាសមកអត់ហ៊ានណាអត់ហ៊ានឈប់ទេខ្លាចគេអត់មកចូលវាមិនដែលដឹកនាំគេឲ្យស្គាល់បុណ្យទានឲ្យពិតប្រាកដហ្នឹងយ៉ាងម៉េចផងណាឡើយនៅក្នុងចង្កោមពុទ្ធបរិស័ទហ្នឹងក្មេងៗបន្តិចទៅបើបុណ្យឯណាសួរនេះមានអីលេងវិញណាប៉ុណ្ណឹងឯងណាអត់មានសួរថាតើទៅបុណ្យហ្នឹងប្រយោជន៍នៃបុណ្យកុសលហ្នឹងវានៅតណាតណីអីណាអញ្ចឹងញោមអ្នកសួរហ្នឹងក៏បីជ្រាបអញ្ចឹងទៅសំដែងក៏វាមិនជាបានប្រយោជន៍អីប្រហែលដែររឿងហ្នឹងនោះបើពុទ្ធបរិស័ទចេះតែមួយខាងក៏វានៅតែលំបាកចេះទាំងអស់គ្នាទៅណាហើយសំណួរទី2អំពីទឹកដោះគោឲ្យពយល់យ៉ាងម៉េចពយល់ប្រហែលជាឲ្យពយល់ថាជាភេសជ្ជៈពេលល្ងាចអីណាណាទឹកដោះគោបើទឹកដោះគោសុទ្ធទឹកដោះគោមែនទេវាអត់ជាបញ្ហាអីទេណាប៉ុន្តែបើមានលាយការលិតដូចជាម្សៅអីអញ្ចឹងទៅគ្រាន់តែវៃកំប៉ុងដាក់ថាទឹកដោះគោប៉ុន្តែលាយម្សៅអីផ្សេងទៅអាហ្នឹងក៏មិនអាចដើម្បីឆាន់ពេលល្ងាចអីបានទេពុទ្ធបរិស័ទរក្សាសិល8អីហ្នឹងក៏មិនអាចដើម្បីបរិភោគបានដែរណាហ្នឹងវាអញ្ចឹងទេមិនចាំបាច់ចោតគ្នាថាធម្មយុត្តឆាន់ទៅដោះគោមហានិកាយមិនឆាន់ទៅដោះហោះធម្មយុត្តមិនឆាន់ទៅដោះគោមហានិកាយឆាន់ទៅដោះគោទៅប្រកាន់បកធម្មយុត្តនិកាយឆាន់មិនឆាន់អីយើងគិតតាមព្រះវិន័យវិញទៅវិន័យហាមនឹងហាមយ៉ាងម៉េចភេសជ្ជៈហ្នឹងហើយសិក្សាទៀតទៅនៅក្នុងសិក្ខាបទបាចរិយៈណាអាហ្នឹងវាអញ្ចឹងឯងបើសិនទៅដោះគោហ្នឹងសុទ្ធល្អឆាន់ទៅមានតោះអីណាប៉ុន្តែសំបីទៅដោះគោហ្នឹងវាសុទ្ធហើយធ្វើត្រឹមត្រូវហើយយើងសង្ស័យ
សង្ស័យថាសង្ស័យទៅដោះគោហ្នឹងវាអញ្ចឹងចាសង្ស័យឲ្យកុំឆាន់ស្អីក៏ដោយបើថាសង្ស័យហើយកុំធ្វើត្រូវអាបត្តិទុគតសំបីតែអាបត្តិដែលត្រូវហ្នឹងជាបាចិត្តយៈឧទាហរណ៍ថាឧទាហរណ៍មិនដូចជាជីកស្មៅអីចឹងជីកដីវាខកជីកដីត្រូវអាបត្តិបាចិត្តយៈហ្នឹងហើយដីហ្នឹងវាមានដីខ្លះត្រូវដីខ្លះមិនត្រូវទេដូចជាដីដែលគេទៅប្រយោគមកចាក់ថ្មីអីចឹងជីកបានហើយដល់ជីកទៅវាមិនបានដឹងច្បាស់សង្ស័យតែវាលើកកំណត់ខែឲ្យដឹងបើសង្ស័យកុំជីកតែជីកទៀតត្រូវបាត់សូម្បីតែដីហ្នឹងគេទៅតែចាក់គោក៏ដោយអាហ្នឹងរបៀបក្នុងវិន័យចឹងដូចសាច់10យ៉ាងអីចឹងមានសាច់ខ្លាសាច់មនុស្សជាដើមហ្នឹងហើយយើងឆាន់ទៅណាបើឆាន់ហ្នឹងមានសេចក្តីសង្ស័យតែសាច់មនុស្សណាប៉ុន្តែសាច់ហ្នឹងសាច់គោអីធម្មតាប៉ុន្តែសង្ស័យបើថាសង្ស័យឈប់ឆាន់អាគណៈពេលដែលឆាន់រួចមកហើយលេបចូលបំពង់កហើយហ្នឹងវាអត់ទៅជាបញ្ហាអីទេប៉ុន្តែគណៈដែលយើងសង្ស័យហើយឈប់លេបតទៅទៀតតែលេបទៀតត្រូវបាត់ហើយណាត្រូវបាត់ទុគតព្រោះសង្ស័យត្រូវសួរបញ្ជាក់ឲ្យច្បាស់ណាហ្នឹងទៅដោះគោហ្នឹងដូចគ្នាអញ្ចឹងហើយលោកខ្លះលោកអត់ឆានហ្នឹងមកពីលោកមានសេចក្តីសង្ស័យអញ្ចឹងសូម្បីគេធ្វើត្រូវក៏ដោយវាយើងមិនបានទៅមើលកន្លែងគេផលិតឯណាមិនដឹងគេធ្វើដាក់អីខ្លះអញ្ចឹងលោកមានសេចក្តីសង្ស័យអញ្ចឹងមិនលោកអត់ឆានសង្ស័យឆានត្រូវទោសឆានធ្វើអីណាមិនតាន់ពីណាមួយមកបញ្ជាក់ថារោងចក្រទៅដោះគោហ្នឹងគេធ្វើពីអីខ្លះអាហ្នឹងក៏មិនតាន់បានច្បាស់ហើយសំណួរមួយទៀតនេះខ្ញុំកណាសូមសួរម្ចាស់គ្រូថាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាអត្តាហេអត្តនោនិថោខ្លួនទីពឹងខ្លួនដល់ទៅមួយកន្លែងទៀតព្រះសម្មាសម្ពុទ្ធទ្រង់ដាក់បតផងទ្រង់ត្រាស់ថាខ្លួនមិនមានខ្ញុំកណាឆ្ងល់ណាស់ណាខ្លួនវាអត់មានឲ្យទីពឹងខ្លួនវាលំបាកណាហើយយល់ពាក្យហ្នឹងក៏ត្រូវតែចេះអភិធម្មនឹងដែរយើងក៏បីដឹងវោហានៃការទេសនាពាក្យថាខ្លួនទីពឹងខ្លួនហ្នឹងណាគឺទីពឹងធัวណាទីពឹងធัวហ្នឹងឯងទីពឹងធัวហ្នឹងវាទល់តែយ៉ាងម៉េចវាទល់តែខ្លួនឯងហ្នឹងវាចេះធัวបដិបត្តិធัวគ្រាន់តែពាក្យថាខ្លួនទីពឹងខ្លួនវាកាត់បន្ថយដោយរឿងទឹកមុនទឹកអីហ្នឹងវាលែងទៅទុកចិត្តអីលើទឹកមុនហ្នឹងឯងជំហានទី1ហ្នឹងព្រះអង្គសម្ដែងថាខ្លួនទីពឹងខ្លួនដើម្បីឲ្យដកក្រៀកចេញអំពីការពឹងទៅលើរបស់ខាងក្រៅនោះណាហ្នឹងហើយខ្លួនដែលពឹងបានហ្នឹងគឺខ្លួនអីចិត្តហ្នឹងឯងឈ្មោះថាខ្លួនដែលសន្មតហើយចិត្តដែលទីពឹងបានហ្នឹងចិត្តយ៉ាងម៉េចគឺចិត្តដែលបានអប់រំល្អហើយណាអត្តនាហេសតន្តេនៈណាខ្លួនគឺសន្តានចិត្តដែលទូនមានបានល្អហើយឲ្យប្រាសចាករាគៈទោសៈមោហៈបានហើយហ្នឹងនឹងបាននៅទីពឹងដ៏ប្រសើរណាទីពឹងដ៏ប្រសើរពិតប្រាកដគឺអរហត្តមគ្គហ្នឹងហើយអរហត្តមគ្គដែលជាកំពូលផុតក្នុងលោកនេះហើយបើសិនជាមិនទូនមានចិត្តហ្នឹងឲ្យល្អប្រាសចាករាគៈទោសៈមោហៈទេសម្រាប់ទៅជាមគ្គផលបានទេណាសម្រាប់បានទេហ្នឹងហើយខ្លួនក្នុងទីនេះលោកហៅថាចិត្តណាចិត្តហ្នឹងឈ្មោះថាខ្លួនហើយចិត្តហ្នឹងចិត្តថាម៉េចចិត្តហ្នឹងគឺចិត្តដែលបានអប់រំល្អហើយណាហើយបើយើងវែងចិត្តនៅតែមិនមែនខ្លួនដដែលជាការសន្មត់យល់ទេឬពាក្យថាសន្មត់ណាហ្នឹងហើយសន្មត់ទៅលើនាមខណ្ឌដែលខ្លួនឯងបានអប់រំល្អហើយនេះខ្លួនឯងហ្នឹងគឺការតាំងចិត្តគឺចេតនាគឺការតាំងចិត្តខ្លួនឯងមិនអាស្រ័យនៅសេចក្តីពឹងពាក់ទៅលើអ្នកដទៃណាអ្នកដទៃធ្វើឲ្យយើងបរិសុទ្ធបានម្ដេចទៅដូចជារាគៈទោសៈមោហៈអីនេះវាត្រូវតែបញ្ញាខ្លួនឯងកំចាត់បងឬក៏សម្អាតដោយខ្លួនឯងហ្នឹងហើយដែលយើងអាចយល់ថាខ្លួនមិនមានហ្នឹងបើសិនជាយើងយល់ពាក្យថាទីពឹងខ្លួនហ្នឹងទីពឹងរបៀបម៉េចយល់ពាក្យដែលមិនមានខ្លួនហ្នឹងណា
ព្រោះតែវាមិនមានហ្នឹងហើយបានត្រូវទីពឹងខ្លួនឯងហ្នឹងនឹងសត្វលោកដែលមិនព្រមយកខ្លួនឯងជាទីពឹងហើយពឹងទៅលើរបស់ដតីហ្នឹងក៏ដោយអាស្រ័យឃើញគេឃើញឯងសត្វលោកជាខណៈសញ្ញាជាដុំជាកំភួនថាមានសត្វមានបុគ្គលទីពឹងហ្នឹងវាស្ថិតនៅលើទ្រព្យសម្បត្តិទីពឹងហ្នឹងវាស្ថិតនៅលើកិត្តិយសគេឈ្មោះកូនប្រពន្ធបុត្រស្វាមីភរិយាហ្នឹងតែដល់តែបានសិក្សាទៅនៅក្នុងពុទ្ធភាសិតដែលថាវាមិនមានខ្លួនហ្នឹងណាហើយអ្វីទាំងអស់មិនមែនជារបស់ខ្លួនហ្នឹងក៏បានអំពីការដែលទីពឹងខ្លួនហ្នឹងដែរគ្រាន់តែពាក្យហ្នឹងយើងបើប្រៀបធៀបទៅវាលំបាកស្ដាប់បន្តិចតែប៉ុណ្ណោះណារឿងក៏បីជ្រាបថាវាមានការសន្មត់ពាក្យសម្រាប់ហៅសម្រាប់និយាយហ្នឹងដែលថាខ្លួនឯងហ្នឹងគ្រាន់តែបញ្ជាក់ថាមិនមែនអ្នកដទៃអាហ្នឹងពាក្យថាទីពឹងខ្លួនក្នុងទីនេះប៉ុន្តែតាមពិតវាអត់ខ្លួនអីទេវាមានត្រឹមតែចិត្តចេតសិករូបប៉ុណ្្នឹងឯងណាវាមានតែប៉ុណ្្នឹងទេប៉ុន្តែពាក្យថាត្រូវទីពឹងខ្លួនហ្នឹងមិនពឹងអ្នកដទៃហ្នឹងគឺឲ្យមានទំនុកចិត្តលើអំពើកម្មណាឲ្យពិនិត្យទៅលើអំពើកម្មនៃខ្លួនហ្នឹងនៃអីនៃការប្រព្រឹត្តនៃការតាំងចេតនារបស់ខ្លួននោះសន្សំក្នុងសន្តានចិត្តនោះបរិសុទ្ធទេល្អទេវាល្អហើយឈ្មោះថាបានទីពឹងហើយណាព្រោះជាហេតុនាំមកនៅប្រយោជន៍ទាំងបច្ចុប្បន្ននិងអនាគតទីពឹងហ្នឹងអញ្ចឹងតើមិនពឹងខ្លួនឯងយ៉ាងម៉េចឲ្យក្រៅអំពីការដែលធ្វើខ្លួនឯងឲ្យមានសេចក្តីល្អឃើញទេហើយពោលដល់ចំពោះដែលត្រូវពឹងខ្លួនឯងដើម្បីឲ្យបានសម្បត្តិលោកុត្តរៈហ្នឹងគឺទីពឹងធម៌ដែលខ្លួនឯងជាអ្នកមានធម៌គឺសតិប្បដ្ឋានហើយដូចជាសតិប្បដ្ឋានបដិបត្តិអីត្រូវរលឹកត្រូវសិក្សារូបសម្លេងខ្លរូបផតថាពៈធម្មមានអារម្មណ៍ដែលកំពុងប្រកបហ្នឹងអាស្រ័យចិត្តអ្នកដទៃដឹងឬក៏ចិត្តខ្លួនឯងដឹងនៅត្រូវតែខ្លួនឯងទៅខ្ចីបញ្ញាគេមកមិនកំណត់ដឹងថារូបមិនទៀងជាទុក្ខជាអនត្តាវាត្រូវតែបញ្ញាខ្លួនឯងនឹងឯងជាអ្នកកំណត់ដឹងណាត្រង់ហ្នឹងដែលថាឲ្យទីពឹងខ្លួនឯងហ្នឹងដើម្បីផ្គងសេចក្តីព្យាយាមមិនប្រើការបន់ស្រន់បួងសួងចង់ឲ្យនរណាមកជួយដោះទុក្ខទេណាហ្នឹងហើយដល់តែបានប្រមូលចិត្តគំនិតជឿជាក់ទៅលើខ្លួនឯងហើយសិក្សាអំពីខ្លួនឯងនឹងទៀតក៏ឃើញថាដែលថាខ្លួនឯងហ្នឹងក៏ត្រឹមតែជាចិត្តចេតសិកសូមព្រះសម្មាសម្ពុទ្ធហ្នឹងសិតតែមានប្រយោជន៍ទាំងអស់ដូចអត្តាហេណាបត្តាណដ្ឋិបត្តាមដ្ឋិធនមដ្ឋិអិតិពេលោវិហញ្ញតិអត្តាហេអតនោណដ្ឋិកតោបត្តាកតោធៈណੰធនន្តិណាបុគ្គលពេលហ្នឹងតែងតែក្តៅក្រហាយព្រោះហេតុតែប្រកាន់ថាណាបត្តាមដ្ឋិអាត្មាអញមានកូនណាក្តៅក្រហាយទេអញមានកូនធនមដ្ឋិអាត្មាអញមានទ្រព្យណាមានទ្រព្យសម្បត្តិរបស់អញណាតែហួងហែងក្តៅក្រហាយពុតអត្តាហេអតនោណដ្ឋិសូម្បីតែខ្លួនឯងមិនទាំងមានផងក៏តោពុតតាក៏តោឋានៈតើបុតនឹងទ្រព្យនោះមិនមកពីណាបើខ្លួនឯងវាអត់មានផងអាហ្នឹងដូចជាសមោលដើមឈើអញ្ចឹងគេវាប្រកាសឡើងហ្នឹងអាស្រ័យដើមឈើផងអាស្រ័យពន្លឺផងហើយសមោលដើមឈើហ្នឹងទៅប្រកាន់ដើមឈើជារបស់ខ្លួនបានដែរណាទៅប្រកាន់ពន្លឺជារបស់ខ្លួនបានដែរនឹងខ្លួនឯងវាអត់មានខ្លួនឯងផងទៅប្រកាន់បានដែរអាហ្នឹងវាអញ្ចឹងពឹងសួរថាសមោលមានទេស្រមោលមានទេនឹងនិយាយដោយសន្មត់មានមែនទេហ្នឹងមានប៉ុន្តែតាមពិតខ្លួនឯងដោយចំពោះមានទេវាអត់ទេព្រោះអាស្រ័យគេកើតមកខ្លួនឯងពីណាមកកុំតែមានដើមឈើកុំតែមានពន្លឺស្មានតែមានណាហ្នឹងហើយដែលថាអនត្តាធัวនេះ
កុំទៅភ័យទេបើព្រះសម្ដែងថាបើស្អីស្អីគ្មានស្អីស្អីគ្មានខ្ញុំហ្នឹងវាមិនអត់ទេព្រោះថាវាអត់ខ្ញុំហ្នឹងតាមពិតធម៌ដែលចម្រូវមែនទែនវាអត់អាខ្ញុំហ្នឹងឯងរបស់ក្នុងលោកមានរូបមានជាបរមត្ថណាសម្លេងមានក្លិនមានរសមានផតថពៈមានធម្មអារម្មណ៍មានការគិតហ្នឹងមានទ្រព្យសម្បត្តិហ្នឹងមានតែខ្លួនឯងទៅវិញទៅដែលអត់មាននោះហ្នឹងវាអត់មានទេមានត្រឹមតែចិត្តចេតសិករូបដែលអាស្រ័យគ្នាមានឧបាទានប្រកាន់ថាអាត្មាអញមានប៉ុណ្ណេះខ្ញុំជ្រាបហើយដូចយើងដឹងថាមានម៉ូតូជិះហ្នឹងអញអ្នកមានឬក៏ចិត្តដឹងថាអញមានណាឥឡូវវិថីចិត្តហ្នឹងធ្លាក់ចុះកាន់ប្រវាំងដេកលក់ទៅដឹងថាអញមានម៉ូតូជិះដែរឃើញអត់ឥឡូវអញនៅកន្លែងណាវាអត់សភាពពិតវាអញ្ចឹងឯងហើយយើងគ្រាន់តែសិក្សាអំពីរឿងពិតរឿងអនត្តាធម៌ហ្នឹងមានរឿងអីគួរឲ្យភ័យឲ្យខ្លាចមានញោមម្នាក់នោះគាត់នៅកំពង់សោមស្ដាប់ធម៌លោកគ្រូហ្នឹងអនត្តាធម៌វាគ្មានបានការអីស្ដាប់ច្រឡំគាត់អ្នកលក់មាសហ៎ស្ដាប់យូរយូរឈប់លក់មាសឈប់អីអស់ព្រោះវាគ្មានអីរបស់ខ្លួនទាំងលក់បានប្រយោជន៍អីណាអាហ្នឹងវាយល់ច្រឡំទៀតណាពធហ្នឹងមានកន្លែងណាមួយដែលបង្រៀនឲ្យយើងបោះបង់ប្រយោជន៍បច្ចុប្បន្ននោះបើនៅប្រយោជន៍រស់សព្ពេសត្តាអាហារថេតកាសត្វទាំងឡាយរស់បាននៅដោយអាសាអាហារណាអញ្ចឹងត្រូវតែបំពេញមុខតួនាទីណាដោយប្រពសេចក្តីព្យាយាមតែមានស្មារតីណានៅឃើញទោសគ្រាន់តែឃើញទោសមិនញ៉ាំងសេចក្តីត្រេកត្រអាលនៅក្នុងទ្រព្យសម្បត្តិនោះនឹងទ្រព្យសម្បត្តិហ្នឹងវាអាចជាទោសច្រើនណាស់បើគុណតិចទេណាគុណក៏ត្រឹមតែមួយយ៉ាងជីវិតយើងឲ្យរស់នៅបណ្ដោះអាសន្នប៉ុណ្ណឹងឯងក៏ប៉ុន្តែវានាំមកនៅទុក្ខទោសច្រើនណាស់នឹងនាំមកនៅទុក្ខទោសច្រើនប្រការនាំឲ្យយើងវង្វេងនាំឲ្យយើងជាប់ជំពាក់រហូតដល់តែជាបព្វជិតជាភិក្ខុហើយនឹងវង្វេងស្មារតីព្រោះទ្រព្យសម្បត្តិភ្លេចតួនាទីរបស់ខ្លួនឯងហ៊ានប្រព្រឹត្តធ្វើអំពើផ្សេងៗដែលល្មើសទៅនឹងសិក្ខាបទហ្នឹងព្រោះទ្រព្យសម្បត្តិហ្នឹងណាព្រះអង្គគ្រាន់តែមិនឲ្យធ្វើការជាប់ជំពាក់ណាមិនមែនហាមមិនឲ្យមានទេណាយើងស្ដាប់ធម៌ព្រះអង្គហ្នឹងឲ្យច្បាស់ណាដូចជាអនាថបណ្ឌិកសិទ្ធិដែលលោកជាសិទ្ធិមានទ្រព្យសម្បត្តិម្លាទៅហើយព្រះសម្មាសម្ពុទ្ធមានទៅសម្ដែងប្រាប់ឲ្យលោកអនាថបណ្ឌិកសិទ្ធិដុតទ្រព្យចោលឯណាលោកអនាថបណ្ឌិកសិទ្ធិអាស្រ័យទ្រព្យហ្នឹងប្រកេនចង្ហាន់លោក 2000 អង្គរាល់ថ្ងៃបើមិនបានទ្រព្យសម្បត្តិហ្នឹងទេបានអីប្រកេនលោកឃើញទេតែលោកជាព្រះអរិយបុគ្គលហើយនឹងយើងពិចារណាចឹងផងចឹងបានត្រូវស្ដាប់ពជាដកហ្នឹងហើយផ្ទៀងផ្ទាត់ទៅនឹងធម៌បដិបត្តិហើយយើងស្ដាប់មិនដល់យល់មិនត្រូវវាទៅជាឲ្យធម៌ហ្នឹងរស់នៅកណ្ដោចកណ្ដែងរស់នៅដោយគ្មានទីពឹងទៅវិញទៅណាហើយជួនកាលស្ដាប់ធម៌មិនស្រួលវាទៅជាខ្ជិលអីយកខ្ជិលហ្នឹងថាខ្លួនឯងនឹងដឹងធម៌ឲ្យបានខ្ជិលធម៌ឯណាបង្រៀនឲ្យខ្ជិលគឺជាទោសមិនចឹងកោសច្ចៈគឺជាទោសកើតឡើងជាមួយថៃនមិទ្ធៈថៃណាំងរួញរាមិទ្ធៈងងុយងកងក់ព្រះអង្គឲ្យលះបង់ហ្នឹងហើយមានកន្លែងណាដែលជាទោសប្រធននឹងឯងតាមពិតសភាវៈបញ្ញាវាអត់មានទោសទេអវិជ្ជាប៉ុណ្ណោះទេដែលទោសនោះអវិជ្ជាទៅគឺជាទោសបញ្ញាកើតឡើងកំណត់ដឹងនាមរូបតែតាំងនៅក្នុងសេចក្តីមិនទៀងជាទុក្ខជាអនត្តាអត់មានជាទោសសោះអានឹងបញ្ញានឹងហើយពធហ្នឹងគ្រាន់តែបង្រៀនដើម្បីឲ្យយើងមានបញ្ញាចេះរស់នៅជាមួយនឹងជីវិតហ្នឹងកែច្នៃជីវិតហ្នឹងឲ្យមានប្រយោជន៍អត់មានជាទោសអីទេការដែលយល់ខុសតែប៉ុណ្ណោះទេដែលបន្តថាធម៌ហ្នឹងធ្វើឲ្យមនុស្សក្រមនុស្សនឹងលំបាកមានតែញាតិញោមខ្លះគាត់ស្ដាប់ធម៌ទៅស្អីបាបណាស្អីបាបទៅខ្ជិលឈប់ណាពធនឹងគ្រាន់តែបង្ហាញផ្លូវថាគ្រាន់តែបង្វែរពីផ្លូវបាបហ្នឹងមកធ្វើផ្លូវឲ្យត្រង់វិញមកតែប៉ុណ្្នឹងទៅហើយតាមពិតធ្វើឲ្យកាន់តែទំនេរឬក៏កាន់តែប្រឹងប្រែង
បើមិនកាន់តែប្រឹងប្រែងទេជាអំពីអំពើអកុសលមិនរួចទេតាមពិតពង្រៀនឲ្យរឹតតែប្រឹងប្រែងទៅវិញទៅណាស្ដាប់ឲ្យបានណាមិនមែនពង្រៀនឲ្យខ្ជិលទេហ្នឹងឧទាហរណ៍ថាការងារធ្លាប់លក់ដូរកុហកទេទៅចំណេញច្រើនហើយដល់មិនកុហកវាចំណេញតិចអញ្ចឹងមិនត្រូវបង្កើនការងារយាស្មាចកហបេកវេរូបាំងអនត្តាតាស្មារូបាំងអភិយតិយសង្វត្តតេមិនមានវិខទាំងឡាយរកជាអនត្តាពិតមែនព្រោះឯនោះបានជារូបដែលតារបានទៅដើម្បីអភិយនិច្ចលាបតរូបេអេវងមេរូបាំងហោតអេវងមេរូបាំងមេអហោស័យតេយ៉ាងទៀតបុគ្គលមិនបានលើអំណាចក្នុងរូបតាសូមឲ្យរូបរបស់អញយ៉ាងនេះកើតសូមអនុមោទនារងចាំស្ដាប់ព្រះធម៌ជាបន្តពុទ្ធិហੰតហមមសង្ឃហੰសារណង្កេចហាមិ